ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាអូខេអ្នកទាំងអស់គ្នាអញ្ចឹងគឺថ្ងៃនេះត្រឡប់មកជួបគ្នាជាថ្មីដែលតកតងជាមួយនឹងថ្ងៃនេះគឺ KC លើកឡើងវីដេអូតកតងអំពីការតែងប្រយោគណាប៉ុន្តែដោយសារការតែងប្រយោគនេះគឺ KC អត់ដាក់ពាក្យធម្មតាទេគឺដាក់ពាក្យរៀងកម្រិតខ្ពស់បន្តិចហើយអាចហៅថាជាពាក្យកាច់ន័យបន្តិចណាអ្នកទាំងអស់គ្នាអញ្ចឹងគឺយើងមកមើលទាំងអស់គ្នាហើយតកតងជាមួយនឹងនៅក្នុងចំណុចនេះគឺយើងមានពាក្យចុងក្រោយមួយដែលជាពាក្យហ្នឹងមានទាំងន័យត្រង់ហើយមានទាំងន័យកាច់ន័យអញ្ចឹងដោយសារន័យត្រង់ហ្នឹងគឺវាងាយអ្នកទាំងអស់គ្នាអាចរៀននៅក្នុងកម្រិតដំបូងគឺជួបហើយអញ្ចឹងគឺ KC អត់ដាក់នៅក្នុងកម្រិតដំបូងមកទៀតទេគឺដាក់នៅក្នុងកម្រិតខ្ពស់តែម្ដងអូខេតោះអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលមកកាន់ការតែងប្រយោគទៅលើពាក្យនីមួយៗតែម្ដងណាដោយសារតែថ្ងៃហ្នឹងគឺ KC លើកឡើងចំនួន3ពាក្យហើយតកតងមួយ3ពាក្យហ្នឹងគឺយើងយកប្រយោគមកចំនួន2ណាអញ្ចឹងទាំងអស់6ប្រយោគណាអ្នកទាំងអស់គ្នាហើយតកតងមួយនឹងចំណុចនេះគឺសូមឲ្យអ្នកទាំងអស់គ្នាផ្ដោតទៅលើទម្រង់កាច់ន័យតែម្ដងគឺ KC អត់ផ្ដោតទៅលើពាក្យបែបសាមញ្ញធម្មតាឬក៏កម្រិតធម្មតាទៀតទេណាអូខេតោះអញ្ចឹងឥឡូវយើងចូលមកកាន់ពាក្យទី1អ្នកទាំងអស់គ្នាគឺ KC លើកឡើងជាមួយនឹងពាក្យថា Pody ណាអូខេអញ្ចឹងគឺពាក្យ Pody នេះគឺ KC សូមនិយាយថាបើសិនជាអ្នកទាំងអស់គ្នារៀននៅក្នុងកម្រិតដំបូងគឺអ្នកទាំងអស់គ្នាអាចនឹងស្គាល់អត្ថន័យរបស់វាគឺមានអត្ថន័យដែលបកប្រែថាល្មមឬក៏គ្រប់គ្រាន់ណាអូខេអញ្ចឹងគឺសម្រាប់ថ្ងៃនេះគឺ KC អត់ឲ្យអ្នកទាំងអស់គ្នាបកប្រែថាល្មមឬក៏គ្រប់គ្រាន់ទៀតទេព្រោះដោយសារអីល្មមឬក៏គ្រប់គ្រាន់ហ្នឹងគេហៅថាជាអត្ថន័យបែបសាមញ្ញធម្មតាឬក៏ជាអត្ថន័យបែបកម្រិតដំបូងអញ្ចឹងគឺអ្នកទាំងអស់គ្នាសន្មតថាចេះហើយអញ្ចឹងថ្ងៃនេះគឺយើងមករៀនតាក់ទងជាមួយនឹងអត្ថន័យបែបជាពាក្យកាច់ន័យឬក៏ពាក្យនៅដើមប្រយោគដែលដូរអត្ថន័យម្ដងណាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាឃើញវានៅដើមប្រយោគផុតគឺវានឹងដូរអត្ថន័យទៅជាបកប្រែថាគប់ជួនអីឬក៏ចៃដន្យអីណាអញ្ចឹងគឺពេលខ្លះនិយាយតែគប់ជួនមួយម៉ាត់ក៏បានពេលខ្លះនិយាយតែចៃដន្យមួយម៉ាត់ក៏បានដែរណាអញ្ចឹងគឺគប់ជួនឬក៏គប់ជួនអីចៃដន្យឬក៏ចៃដន្យអីណាអញ្ចឹងចំពោះពីរអត្ថន័យនេះគឺអ្នកទាំងអស់គ្នាគេចាត់ទុកថាជាអត្ថន័យបែបកាច់ន័យឬក៏ជាអត្ថន័យបែបកម្រិតខ្ពស់ដែលវាដើរតួនៅដើមប្រយោគផុតណាតោះនេះអ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាឃើញវានៅដើមប្រយោគផុតគឺយើងអត់អាចបកប្រែថាល្មមឬក៏គ្រប់គ្រាន់ទៀតទេតោះនេះអ្នកទាំងអស់គ្នាអញ្ចឹងគឺវានឹងត្រូវដូរអត្ថន័យទៅជាបកប្រែថាគប់ជួនអីឬក៏ចៃដន្យអីណាអូខេតោះអញ្ចឹងគឺអ្នកទាំងអស់គ្នាចង់ដឹងថាឧទាហរណ៍គេនិយាយបែបម៉េចឬក៏រូបរាងវាបែបម៉េចឥឡូវគឺអ្នកទាំងអស់គ្នាមកមើលទាំងអស់គ្នាណាអូខេតោះអញ្ចឹងគឺ KC ដាក់ប្រយោគទី1មួយដែលជាប្រយោគខ្លីងាយឲ្យអ្នកទាំងអស់គ្នាមើលតែម្ដងគឺ KC សូមដាក់ឧទាហរណ៍និយាយថា Pody ฉันมีนัดกับครอบครัวฉันแล้วអូខេម្ដងទៀតណា Pody ฉันมีนัดกับครอบครัวฉันแล้วค่ะឃើញទេអញ្ចឹងអ្នកទាំងអស់គ្នាឃើញពាក្យ Pody នៅដើមប្រយោគផុតហើយនេះប្រយោគនេះ KC ដាក់ខ្លីឯចាំប្រយោគទី2 KC នឹងដាក់ប្រយោគវែងឲ្យណាអញ្ចឹងគឺយើងដាក់ខ្លីសិនដើម្បីឲ្យអ្នកទាំងអស់គ្នាមើលហើយតាមវាតាន់សិនថាអូខេឥឡូវហ្នឹងបកប្រែល្មមបានអត់អញ្ចឹងអ្នកទាំងអស់គ្នាអាចបកប្រែល្មមព្រោះបកប្រែល្មមឬក៏គ្រប់គ្រាន់តែអាហ្នឹងគឺឆ្កងហើយអញ្ចឹងគឺស្ថានភាពឥឡូវហ្នឹងពាក្យ Pody ហ្នឹងដើរតួទៅជាបកប្រែថាគប់ជួនអីឬក៏ចៃដន្យអីអញ្ចឹងអ្នកទាំងអស់គ្នាឃើញពេលដែលយើងដាក់គប់ជួនអីឬក៏ចៃដន្យអីអ្នកទាំងអស់គ្នាបកប្រែមួយណាក៏សមដែរអញ្ចឹងណាប៉ុន្តែបើសិនជាមានមួយសមមួយអត់អាហ្នឹងគឺអ្នកទាំងអស់គ្នាអាចជ្រើសរើសយកតែមួយទេយកមួយណាដែលស័ក្តិសមជាងគេនឹងតែម្ដងណាតែអញ្ចឹងនៅក្នុងប្រយោគខ្លះអ្នកទាំងអស់គ្នាអាចបកប្រែទៅធំថាចៃដន្យអីអាហ្នឹងគឺសមមែនតើប៉ុន្តែបើថាយកគប់ជួនរៀងឆ្កងតិចឬក៏វារៀងអត់ត្រូវកន្លែងសាក់របស់វាអញ្ចឹងណាអូខេអញ្ចឹងគឺស្ថានភាពដែលនេះឧទាហរណ៍មួយនេះគឺយើងបកប្រែថាចៃដន្យអីខ្ញុំមានណាត់ជាមួយគ្រួសារខ្ញុំហើយឃើញទេអញ្ចឹងឧទាហរណ៍ថាមិត្តភ័ក្តិបបួលទៅក្រៅអីចឹងទៅប៉ុន្តែចៃដន្យអីយើងមានណាត់ជាមួយគ្រួសារបាត់ទៅហើយអញ្ចឹងអាហ្នឹងគឺអត់បានទៅទេអញ្ចឹងស្ថានភាពឡើយហ្នឹងបើសិនជាយើងបកប្រែន័យផ្សេងដូចជាល្មមឬក៏គ្រប់គ្រាន់អាហ្នឹងគឺដឹងថាអត់សម 100% តោះនេះអ្នកទាំងគ្នាអូខេតោះអញ្ចឹងយើងចូលមកកាន់ឧទាហរណ៍ទី2គឺឧទាហរណ៍ទី2 KC ដាក់វែងឲ្យអ្នកទាំងគ្នាមើលបន្តិចប៉ុន្តែកន្លែងហ្នឹងគេហៅថាវានៅតែដើរតួនៅដើមប្រយោគដដែលអញ្ចឹងឧទាហរណ៍ទម្រង់ប្រយោគវែងគឺយើងនិយាយថាคุณรอตรงนี้สักครู่ได้ไหมพอดีฉันอยากดูคนเดียวก่อนน่ะអូខេម្ដងទៀតណាคุณรอตรงนี้สักครู่ได้ไหมพอดีฉันอยากดูคนเดียวก่อนน่ะអញ្ចឹងស្ថានភាពឡើយនេះគឺយើងបកប្រែតាមប្រយោគត្រង់តែម្ដងទៅគឺកាច់ន័យតែកន្លែងពាក្យ Pody ហ្នឹងបន្តិចគឺបកប្រែថាលោកឬក៏អ្នកចាំខ្ញុំនៅត្រង់នេះបន្តិចសិនបានទេឬក៏មួយផ្លែតសិនបានទេអញ្ចឹងចំពោះពាក្យសាក់គ្រូអ្នកនរគ្នាមិនបាច់ចាំគិតន័យវាបែបរៀងតឹងតែងជាមួយវាពេកគឺអ្នកនរគ្នាបកប្រែមួយផ្លែតក៏បានមិនបន្តិចក៏បានឬក៏មួយសន្ទុះក៏បានដែរវាអាចដើរតួជំនួសទៅលើពាក្យពេបនឹងបានដូចគ្នាគ្រាន់ថាបើយើងយកវាមកប្រៀបធៀបមួយពាក្យពេបនឹងអូខេយើងអាចថាសាក់គ្រូនឹងវារៀងយូរជាងបន្តិចណាតែប៉ុណ្្នឹងឯងអញ្ចឹងបើសិនជាប្រយោគនឹងយើងបកប្រែមួយសន្ទុះយើងមានអារម្មណ៍ថាឆ្កងអ្នកនរគ្នាមិនបាច់បកអីគឺបកទៅត្រឹមថាមួយផ្លែតទៅបានហើយណាអញ្ចឹងអ្នកឬក៏លោករងចាំខ្ញុំនៅទីនេះមួយផ្លែតបានទេចៃដន្យនេះខ្ញុំចង់ទៅមើលម្នាក់ឯងមួយផ្លែតសិនណាឃើញទេអញ្ចឹងចំណុចឡើយហ្នឹងបើអ្នកទាំងអស់គ្នាបកប្រែថាគប់ជួនរៀងមានអារម្មណ៍ថាអត់សូវស៊ីបន្តិចវារៀងដូច
តិចយើងមានអារម្មណ៍ថាខ្មែរយើងរៀងឆ្កងតិចឃើញទេអញ្ចឹងចំណុចហ្នឹងគឺអ្នកនរគ្នាអាចបកប្រែតែត្រឹមថាចៃដន្យអីខ្ញុំចង់ទៅមើលម្នាក់ឯងសិនឃើញទេអញ្ចឹងប្រយោគហ្នឹងគឺអ្នកនរគ្នាអាចវិភាគបានទៅលើចំណុចបែបហ្នឹងថាមិនមែនឲ្យតែគប់ជួនអីនឹងសមចៃដន្យអីក៏សមដែរមិនមែនអញ្ចឹងទេតោះណាអញ្ចឹងអានេះគឺចំណុចនេះពេលដែលអ្នកនរគ្នាឃើញគឺមិនបាច់ចាំនឹកឃើញទៅដល់អាពាក្យល្មមឬក៏គ្រប់គ្រាន់ទេគឺវាអត់តែម្ដងអត់ត្រូវតែម្ដងតោះណាអូខេអញ្ចឹងចំណុចនេះហើយគេហៅថាជាពាក្យកាច់ន័យណាអ្នកនរគ្នាឬក៏ KC អាចហៅថាជាពាក្យកម្រិតខ្ពស់អញ្ចឹងអ្នកនរគ្នាចេះនៅកម្រិតទៀតថាបកប្រែថាល្មមឬក៏គ្រប់គ្រាន់ប៉ុន្តែដល់ពេលយើងមកដល់កម្រិតខ្ពស់គឺដើរតួទៅជាកាច់ន័យដែលបកប្រែថាគប់ជួនអីឬក៏ចៃដន្យអីអូខេតោះអញ្ចឹងឥឡូវកុំឲ្យខាត់ពេលយូរអ្នកនរគ្នាយើងចូលមកកាន់ពាក្យបន្តទៀតដែលពាក្យនេះគឺ KC អាចចាត់ទុកថាអ្នកនរគ្នាអាចនឹងស្គាល់ច្រើនទេប៉ុន្តែអត់ដឹងថាបកប្រែហ្នឹងគឺអ្នកនរគ្នា start ជាមួយវាអត់អញ្ចឹងគឺចូលមកកាន់ពាក្យទី2នេះគឺ KC សុំយកពាក្យថាខែណាអញ្ចឹងតើតោងជាមួយនឹងពាក្យខែគឺបើសិនជាអ្នកទាំងអស់គ្នាសង្កេតគឺយើងជួបច្រើនមែនតើនៅក្នុងស្ថានភាពប្រចាំថ្ងៃនៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃហ្នឹងគឺយើងជួបច្រើនមែនតើអញ្ចឹងចំពោះពាក្យខែគឺ KC សុំឲ្យនិយមន័យគោលរបស់វាគឺមានតែ2ប៉ុណ្ណោះន័យទី1គឺយើងបកប្រែថាត្រឹមតែន័យទី2គឺយើងបកប្រែថាគ្រាន់តែអញ្ចឹងអត្ថន័យគោលធំរបស់វាមានតែ2ហ្នឹងឯងប៉ុន្តែនៅពេលដែលពាក្យខែហ្នឹងទៅផ្សំជាមួយនឹងពាក្យផ្សេងចូលវាអាចនឹងដូរអត្ថន័យតិចតួចឬក៏វាអាចនឹងមិចអត្ថន័យហ្នឹងចូលគ្នាតិចតួចណាឧទាហរណ៍ពាក្យដែលពេញនិយមជាងគេគឺពាក្យថាខែនេះអញ្ចឹងកូនសិស្សតែងតែសួរថាពាក្យថាខែបកប្រែថាត្រឹមតែឬក៏គ្រាន់តែប៉ុន្តែដល់ពេលយើងជួបពាក្យខែនេះទៅជាអត្ថន័យបកប្រែថាប៉ុណ្ណឹងសិនឬក៏ត្រឹមហ្នឹងសិនឃើញទេអញ្ចឹងអាហ្នឹងតើវាមិនវិញអញ្ចឹងគឺតកតងមួយពាក្យខែហ្នឹងគឺយើងនៅពេលដែលផ្សំចូលទៅផ្សំមួយនឹងពាក្យផ្សេងវាអាចនឹងមិចអត្ថន័យនឹងចូលគ្នាឲ្យវារៀងស័ក្តិសមទៅលើពាក្យមួយហ្នឹងតែម្ដងអញ្ចឹងជាក់ស្ដែងដូចជាពាក្យខែនេះហ្នឹងគឺជាពាក្យដែលអ្នកនរគ្នាត្រូវចំណាំច្រើនមែនតើនៅពេលដែលស្ថានភាពនិយាយទូរស័ព្ទគឺដើរតួថាប៉ុណ្ណឹងសិនណាកាឃើញទេអញ្ចឹងអាហ្នឹងវាដូរអត្ថន័យតាមហ្នឹងតែម្ដងប៉ុន្តែបើថាយើងនិយាយតែពាក្យខែមួយម៉ាត់អាហ្នឹងអត្ថន័យគោលរបស់វាមានតែ2ឯងគឺត្រឹមតែឬក៏គ្រាន់តែតោះនេះអ្នកនរគ្នាតោះអញ្ចឹងអានេះគឺចាត់ទុកថាជាពាក្យរៀងកម្រិតខ្ពស់បន្តិចហើយអញ្ចឹងឥឡូវគឺអ្នកនរគ្នាមកមើលឧទាហរណ៍ទាំងអស់គ្នា KC លើកឧទាហរណ៍ឲ្យ2តោះអញ្ចឹងឧទាហរណ៍ទី1គឺយើងនិយាយថាแค่คุณให้ฉันอยู่ที่นี่ฉันก็ขอบคุณคุณมากๆแล้วโอเคម្ដងទៀតណាតោះแค่คุณให้ฉันอยู่ที่นี่ฉันก็ขอบคุณคุณมากๆแล้วค่ะអញ្ចឹងប្រយោគនេះគឺរៀងវែងបន្តិចប៉ុន្តែគឺ KC ដាក់ពាក្យសាមញ្ញទេណាគឺឧទាហរណ៍នេះយើងបកត្រង់តែម្ដងបកប្រែថាគ្រាន់តែលោកឲ្យខ្ញុំនៅទីនេះខ្ញុំក៏អរគុណលោកច្រើនណាស់ហើយឃើញទេអញ្ចឹងយើងបកសាមញ្ញបែបហ្នឹងគឺយើងអត់មានកិច្ចន័យអីទេអញ្ចឹងណាអញ្ចឹងអ្នកនរគ្នាឃើញឡើយពាក្យខែឡើយនេះបើសិនជាអ្នកនរគ្នាចាំអត្ថន័យគោលរបស់វាគឺអាចបកប្រែបានតែម្ដងថាអញ្ចឹងបើសិនជាអ្នកនរគ្នាឃើញពាក្យខែនៅម្នាក់ឯងអាហ្នឹងគឺអ្នកនរគ្នាចាំតែអត្ថន័យគោលប៉ុណ្ណឹងទៅគឺចប់ហើយប៉ុន្តែបើសិនជាអ្នកនរគ្នាឃើញពាក្យខែនៅជាមួយនឹងពាក្យខែនេះឬក៏ខែណានអញ្ចឹងអាហ្នឹងវាដូរឬក៏វាថែមថយឬក៏វាបញ្ចូលអត្ថន័យហ្នឹងឲ្យខ្លីជាងនឹងតែបន្តិចទេណាអូខេតោះអញ្ចឹងយើងមកមើលឧទាហរណ៍ទី2គឺ KC ផ្សំអត្ថន័យហ្នឹងឲ្យតែម្ដងគឺយើងនិយាយថាไม่ต้องขึ้นผมหรอกเงินแค่นี้เองឃើញទេអញ្ចឹងអានេះគឺ KC ផ្សំចូលមួយនឹង ខែនេះเองឲ្យអ្នកនរគ្នាមើលបើសិនជាយើងនៅតែបកប្រែត្រឹមតែអានឹងអាចស្ដាប់បានអត់ណាតោះអញ្ចឹងគឺតកតងជាមួយនឹងឧទាហរណ៍មួយនេះគឺយើងអានថាไม่ต้องขึ้นผมหรอกเงินแค่นี้เองค่ะអញ្ចឹងគឺពេលដែលយើងបកប្រែយើងសាកបកប្រែនៃត្រង់សិនមើលថាមិនចាំបាច់คืนឡើយនេះបកប្រែសងណាមិនមែនយប់ទេណាអញ្ចឹងមិនចាំបាច់សងខ្ញុំទេឬក៏សងខ្ញុំវិញទេលុយតែប៉ុណ្្នឹងឯងឃើញទេអញ្ចឹងអ្នកនរគ្នាឃើញអាខែនេះនឹងដើរតួថាតែប៉ុណ្្នឹងហើយអេងនេះអ្នកនរគ្នាអាចដើរតួបកប្រែឯងត្រង់ធម្មតារបស់វាអញ្ចឹងណាអញ្ចឹងគឺមិនចាំបាច់សងខ្ញុំវិញទេលុយតែប៉ុណ្្នឹងឯងឃើញទេអញ្ចឹងគឺចំណុចនេះអ្នកនរគ្នាឃើញពាក្យខែផ្សំចូលមួយនីអញ្ចឹងអាហ្នឹងគឺវាទៅជាបូកអត្ថន័យហ្នឹងចូលគ្នាឲ្យវារៀងខ្លីបន្តិចហើយឲ្យយើងរៀងស្រួលស្ដាប់បើសិនជាយើងបកន័យត្រង់ថាលុយត្រឹមតែនេះឯងឃើញទេអញ្ចឹងអាហ្នឹងវាធ្វើឲ្យយើងមានអារម្មណ៍ថាវាឆ្កងអញ្ចឹងនៅពេលមានអារម្មណ៍ថាឆ្កងអ្នកនរគ្នាមិនត្រឹមតែអត់ចេះបកគឺបើឲ្យយកទៅប្រើគឺអត់ចេះយកទៅប្រើទៀតតោះណាអូខេអញ្ចឹងគឺតកតងជាមួយនឹងឧទាហរណ៍ពាក្យខែគឺយើងមានតែប៉ុណ្្នឹងទេអញ្ចឹងគឺសង្ឃឹមថាអ្នកនរគ្នាអាចចេះយកទៅប្រើទាំងអស់គ្នាណាអូខេអ្នកនរគ្នាតោះអញ្ចឹងឥឡូវគឺ KC សុំចូលមកកាន់ពាក្យទី3ចុងក្រោយតែម្ដងដែល KC និយាយមុនហ្នឹងគឺមានន័យត្រង់ហើយន័យកាច់ន័យអញ្ចឹងគឺពាក្យថាធឹងណាអញ្ចឹងចំពោះពាក្យធឹងនេះគឺហេតុអីបាន KC ថាអ្នកនរគ្នាចេះហើយគឺដោយសារអ្នកនរគ្នារៀនថ្នាក់មូលដ្ឋានដំបូងឬក៏សន្ទនាបែបកម្រិត1ទាបហ្នឹងគឺអ្នកនរគ្នាស្គាល់ច្បាស់មែនតើដោយសារធឹងហ្នឹងគឺបកប្រែថាដល់ឃើញទេអញ្ចឹងនៅពេលដែលយើងទៅដល់ផ្ទះអញ្ចឹងនិយាយថាខ្ញុំដល់ផ្ទះហើយអញ្ចឹងผมឬក៏ឆាន់ធឹងបានแล้วค่ะឃើញទេអញ្ចឹងអ្នកនរគ្នាប្រើសាមញ្ញមែនតើហើយងាយស្រួលចាំមែនតើវាអត់ពិបាកនៅក្នុងការចាំค่ะប៉ុន្តែដល់ពេលនៅក្នុងន័យកាច់ន័យគឺមានកូនសិស្សច្រើនមែនតើប្រហែលថា80 ទៅ 90% គឺគាត់ពិបាកនៅក្នុងការចាំអត្ថន័យកាច់ន័យឬក៏ជាអត្ថន័យពិសេសរបស់វានឹងមែនតើដោយសារតែវាមានន័យកាច់ន័យបន្តបន្សំពីរទៀតគឺន័យទី1បកប្រែថាទៅហើយនិងន័យទី2គឺបកប្រែថាទោះឬក៏ទោះបីតោះណាអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាប្រៀបធៀបអាមួយបកប្រែថាដល់
មួយបបផែតើបមួយបបផែទួឬក៏ទួ3គឺវាធ្វើឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ថាវាខុសគ្នាឆ្ងាយហើយពិបាកចាំដោយសារតែអ្នកទាំងអស់គ្នារៀនពីថ្នាក់ទៀតមកគឺយើងចាំតែអត្ថន័យដល់រហូតណាអញ្ចឹងដល់ពេលមកដល់លេខនេះវាថែមអត្ថន័យថែមទៀតអញ្ចឹងវាធ្វើឲ្យយើងរៀងមានការស្មុគស្មាញឬក៏ពិបាកនៅក្នុងការចាំអញ្ចឹងទៅអញ្ចឹងគឺអ្នកទាំងអស់គ្នាអាចមកមើលទាំងអស់គ្នាណាតែអញ្ចឹងគឺតើតោះមួយចំណុចនេះគឺអ្នកទាំងអស់គ្នាអត់មានអីពិបាកទេគ្រាន់តែថាអ្នកទាំងអស់គ្នាត្រូវចាំអត្ថន័យ2បន្ថែមរបស់វានឹងបន្ថែមហ្មងគឺយើងអត់អាចចាំតែមួយអត្ថន័យថាទៅដល់ណាក៏យើងនៅតែបបប្រែដល់ទៅដល់ណានៅយើងបបប្រែដល់រហូតអញ្ចឹងអានឹងក៏អត់កើតទេអញ្ចឹងគឺត្រូវចាំអត្ថន័យ2បន្ថែមទៀតគឺតើបហើយនឹងទោះឬក៏ទោះ3អញ្ចឹងអាទោះឬក៏ទោះ3ហ្នឹងគេស៊ីចាត់ទុកថាវានៅតែមួយណាអញ្ចឹងអ្នកទាំងគ្នាប្រើមួយណាក៏អាចរៀងស្ដាប់បានដែរការតោះអញ្ចឹងគឺចង់ដឹងថាតើវាយ៉ាងណាតើឥឡូវយើងមកមើលឧទាហរណ៍ទាំងអស់គ្នាតោះអញ្ចឹងឧទាហរណ៍ទី1ដែលគេស៊ីត្រូវនិយាយហ្នឹងគឺយើងនិយាយថាถึงคุณไม่บอกอ่ะฉันก็จะช่วยเขาอยู่ดีค่ะโอเคម្ដងទៀតណាถึงคุณไม่บอกอ่ะฉันก็จะช่วยเขาอยู่ดีค่ะអញ្ចឹងចំណុចលើនេះគឺ KC មានបន្ថែមពាក្យ you ចូលបន្តិចដែល you នេះគឺKC អត់ទាន់បានធ្វើវីដេអូតាក់ទងមួយពាក្យហ្នឹងប៉ុន្តែចាត់ទុកថា you ជាពាក្យកាច់ន័យដែរណាដែលបកប្រែថាដដែលណាតោះអញ្ចឹងឥឡូវ KC សូមឲ្យអ្នកទាំងអស់គ្នា note ចំណាំសិនណាលើឧទាហរណ៍ហ្នឹងដាក់ថា you បកប្រែថាដដែលអញ្ចឹងវីដេអូក្រោយ KC នឹងលើកឡើងយកពាក្យ you ហ្នឹងមកតោះអញ្ចឹងឥឡូវ KC បកឧទាហរណ៍ជារួមហ្នឹងមិញគឺឲ្យអ្នកទាំងអស់គ្នា note ចំណាំពាក្យ you បកប្រែដដែលហើយអញ្ចឹងគឺ KC សូមបកថាទោះជាអ្នកមិនប្រាប់ណាខ្ញុំក៏នឹងជួយគាត់ដដែលអញ្ចឹងឡើយនេះគឺ KC បកប្រែទោះជាបន្តិចដែលទោះជាហើយទោះ3ហ្នឹងវាតែមួយទេអ្នកទាំងអស់គ្នាណាអញ្ចឹងគឺយើងយកមួយណាក៏បានដែរណាអត់បញ្ហាទេអញ្ចឹងសូមបកម្ដងទៀតថាទោះជាអ្នកមិនប្រាប់ខ្ញុំក៏នឹងជួយគាត់ដដែលណាហើយបើសិនជាអ្នកទាំងអស់គ្នាបកប្រែពាក្យពេញថាទោះបីជាអ្នកមិនប្រាប់ខ្ញុំក៏នឹងជួយគាត់ដដែលឃើញទេអញ្ចឹងចំណុចនេះគឺអ្នកទាំងអស់គ្នាត្រូវចាំពាក្យកលឹះពាក្យ UD មកមួយទៀតណាអញ្ចឹងគឺតកតងមួយចំណុចនេះគឺអ្នកទាំងអស់គ្នាត្រូវចាំពាក្យកាច់ន័យបន្តណាសម្រាប់ពាក្យកាច់ន័យគឺត្រូវទាមទារការចំណាំច្រើនមែនតើអត់អាចថារៀនបានតែ2 3ដងហើយចេះហ្មងគឺអត់ទេតើយើងយកទៅទិញឲ្យចាំស្ទាត់តែម្ដងណាហើយពាក្យ UD ហ្នឹងត្រូវទាមទារឲ្យយើងឃើញស្ថានភាពប្រយោគច្រើនមែនតើណាអញ្ចឹងឥឡូវ KC ចូលទៅកាន់ឧទាហរណ៍ទី2ឲ្យតែម្ដងណាគឺយើងនិយាយថាเป็นเพราะเราไม่ได้เจอกันนานมั้งแกถึงจำเสียงฉันไม่ได้อ่ะโอเคម្ដងទៀតណាเป็นเพราะเราไม่ได้เจอกันนานมั้งแกถึงจำเสียงฉันไม่ได้อ่ะโอเคអញ្ចឹងគឺតកតងជាមួយនឹងចំណុចឡើយនេះគឺអ្នកទាំងអស់គ្នាមានពាក្យកាច់ន័យបន្ថែមមួយទៀតដែលអាចចាត់ទុកថាជាពាក្យចុងប្រយោគអ្នកទាំងអស់គ្នាគឺពាក្យថាម៉ាំងហើយចំពោះពាក្យម៉ាំងនេះគឺអាចចាត់ទុកថាជាពាក្យចុងប្រយោគហើយជាន័យបែបលេងបែបភាសានិយាយគឺបកប្រែថាដឹងឬក៏ទេដឹងអញ្ចឹងពេលខ្លះអ្នកទាំងអស់គ្នាអាចឃើញគេប្រើជាប់មួយនឹងពាក្យថាឡែវម៉ាំងកាអញ្ចឹងឡែវម៉ាំងបកប្រែថាទេដឹងឬក៏ហើយដឹងណាកាអញ្ចឹងអាហ្នឹងគឺជាអត្ថន័យបែបកាច់ន័យតែម្ដងអញ្ចឹងសង្ឃឹមថាវីដេអូក្រោយ KC នឹងយកពាក្យ UD ហើយនឹងពាក្យម៉ាំងហ្នឹងមកដាក់ជាឧទាហរណ៍ប្រយោគឲ្យអ្នកទាំងអស់គ្នាមកធ្វើតែងប្រយោគតែម្ដងណាអូខេតោះអញ្ចឹងឥឡូវគឺសូមអានឧទាហរណ៍ម្ដងទៀតសិនដើម្បីបកប្រែនោះថាเป็นเพราะเราไม่ได้เจอกันนานมั้งแกถึงจำเสียงฉันไม่ได้อ่ะអូខេតោះអញ្ចឹងប្រយោគមួយនេះគឺយើងបកប្រែថាដោយសារតែណាអញ្ចឹងអាពាក្យเป็นเพราะហ្នឹងគឺអ្នកទាំងអស់គ្នាចំណាំមួយទៀតណាបកប្រែថាដោយសារតែណាដោយសារតែយើងខានជួបគ្នាយូរដឹងតើបឯងចាំសំឡេងខ្ញុំអត់បានអញ្ចឹងតើបឯងដែលនេះគឺមានចំណុចពិសេសឲ្យអ្នកទាំងគ្នាចំណាំទៀតហើយដែលធ្វើឲ្យមានកូនសិស្សជាច្រើនមានអារម្មណ៍ថាពិបាកចាំเนาะអញ្ចឹងការធឹងនៅពេលដែលមានប្រធានប្រើមួយពាក្យធឹងឡើយនេះហើយធឹងឡើយហ្នឹងត្រូវចូលអត្ថន័យតើបហើយអញ្ចឹងនៅពេលដែលមានប្រធានមកគឺត្រូវតែបកប្រែតើបហ្នឹងមុនប្រធានឧទាហរណ៍ជាក់ស្ដែងដូចឡើយនេះអញ្ចឹងគឺប្រើពាក្យថាកែធឹងអញ្ចឹងកែឡើយហ្នឹងគេចាត់ទុកថាជាពាក្យប្រធានអញ្ចឹងយើងត្រូវបកប្រែតើបមុនតែបើសិនជាឡើយប្រធានហ្នឹងយើងដូរទៅជាពាក្យផ្សេងដូចជាពាក្យព្រមដូចជាពាក្យឆានអីចឹងទៅឬក៏ដូចជាពាក្យរ៉ៅអីចឹងទៅក៏យើងនៅតែបកប្រែតើបហ្នឹងមុនដែរតោះនេះអ្នកទាំងគ្នាអញ្ចឹងគឺកែถึงจำเสียงฉันไม่ได้បកប្រែថាតើបឯងចាំសំឡេងខ្ញុំមិនបានតោះនេះអ្នកទាំងគ្នាអូខេអញ្ចឹងគឺអ្នកទាំងគ្នាមើលត្រួសទៅគឺមានអារម្មណ៍ថាពាក្យកាច់ន័យដែល KC ដាក់ហ្នឹងគឺរៀងច្រើនដោយសារចង់ឲ្យអ្នកទាំងគ្នាចាប់អារម្មណ៍ទៅលើពាក្យកាច់ន័យក៏ដូចជាចាប់អារម្មណ៍ទៅលើពាក្យចុងប្រយោគឬក៏ចាប់អារម្មណ៍ទៅលើពាក្យបែបកម្រិតខ្ពស់តោះនេះអ្នកទាំងគ្នាអញ្ចឹងបើយើងចេះតែពាក្យធម្មតាហើយយើងមានអារម្មណ៍ថាហេតុអីក៏នៅតែស្ដាប់គេអត់បានដោយសារតែយើងអត់ទាន់ចេះអាពាក្យកម្រិតខ្ពស់ឬក៏បែបប្រយោគកាច់ន័យគេហ្នឹងឲ្យបានច្រើនតោះនេះអ្នកទាំងគ្នាអញ្ចឹងតើតោះមួយពាក្យទាំងអស់នេះគឺអ្នកទាំងគ្នាអត់មានអីពិបាកអីបើសិនជាអ្នកទាំងគ្នាហ៊ានបកប្រែរឿងទៅត្រឹមចប់មួយរឿងឬក៏ពីររឿងទៅអាហ្នឹងគឺអ្នកទាំងគ្នាស្គាល់ព្រោះដោយសារអីបទពិសោធន៍ KC គឺអញ្ចឹងផ្ទាល់ KC គឺមើលរឿងច្រើនទៅយើងអាចចេះពាក្យកាច់ន័យទាំងអស់ហ្នឹងណាអញ្ចឹងអ្នកទាំងគ្នាចង់ចេះពាក្យទាំងអស់ហ្នឹងគឺយើងទៅហ៊ានណាអញ្ចឹងហ៊ានអីក៏ដោយนะคะអ្នកទាំងគ្នាឲ្យតែអ្នកទាំងគ្នាគិតថាហ៊ានហើយយើងអាចពង្រឹងសមត្ថភាពឬក៏អភិវឌ្ឍសមត្ថភាពយើងឲ្យកាន់តែខ្លាំងហ្នឹងទៅអាហ្នឹងគឺអ្នកទាំងគ្នាត្រូវតែហ៊ានដើម្បីឲ្យខ្លួនឯងហ្នឹងគឺឆាប់ចេះតាក់ទងជាមួយនឹងពាក្យចុងប្រយោគហើយនឹងពាក្យកាច់ន័យទាំងអស់ហ្នឹងតោះនេះអ្នកទាំងគ្នាអូខេអ្នកទាំងគ្នាអញ្ចឹងសម្រាប់ថ្ងៃនេះ KC មានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងគ្នាចូលចិត្តវីដេអូមួយនេះណាហើយកុំភ្លេចជួយតាមដាន channel របស់ KC បន្តទៀតផងนะคะสวัสดีค่ะบ๊ายบาย